ខ្ញុំធ្លាប់បានទៅដល់ភ្នំបូរីហើយមានព្រះវិហារដ៏ចំណាស់មួយដែលគេសាងសង់មិនទាន់រួចរាល់ទេនៅលើភ្នំបូរីនឹងផ្ទាល់តែម្ដងហើយបើមើលតាមវីដេអូនេះព្រះវិហារនោះមិនត្រូវបានសាងសង់បន្តទៀតទេតើបងប្អូនដឹងអត់ថាមូលហេតុអ្វីបានជាព្រះវិហារនឹងមិនត្រូវបានសាងសង់បន្តទៀតហើយនេះគឺជាទេសភាពនៅជើងភ្នំបូរីផ្ទាល់តែម្ដងបើនិយាយពីផ្លូវចូលវិញគឺពិតជាស្រស់ស្អាតខ្លាំងណាស់បងប្អូនដែលមានទឹកព័ទ្ធជុំវិញអមសងខាងហើយកាច់កោងទៀតបើសិនជាផ្លូវនេះត្រូវបានធ្វើស្អាតដោយផ្លូវកស៊ូមិនដឹងថាល្អប៉ុណ្ណាទេតែស្ដាយដោយសារផ្លូវមិនមែនជាផ្លូវកស៊ូត្រឹមតែជាផ្លូវគ្រួសតែប៉ុណ្ណោះមានក្រឡុកមួយចំនួនដែលបងប្អូនពិបាកធ្វើដំណើរបន្តិចតែមិនពិបាកខ្លាំងទេបងប្អូនរីឯជើងភ្នំក៏យើងឃើញមានវត្តមួយក៏ដូចជាព្រះវិហារមិនដឹងសាលាឆាន់មិនដឹងទេកំពុងតែសាងសង់តែមិនដឹងមូលហេតុអ្វីបានជាឃើញព្រះវិហារនៅលើកំពូលភ្នំមួយដែលមិនទាន់សាងសង់រួចរាល់នៅឡើយទេបងប្អូនអាចនឹងថាវត្តកំពុងតែខ្វះខាតបច្ច័យផងដែរដោយសារផ្លូវជុំវិញភ្នំនឹងមិនសូវស្អាតទេបងប្អូនមានផុកមានក្រឡុកខ្លះៗដែលឡានទាបពិបាកនឹងធ្វើដំណើររីឯម៉ូតូក៏មិនសូវស្រួលប៉ុន្មានដែរបើសិនជារាជរដ្ឋាភិបាលបានកសាងផ្លូវកស៊ូក៏ដូចជាធ្វើផ្លូវឲ្យស្អាតជាងនេះភ្នំបូរីនឹងក្លាយជាតំបន់ទេសចរណ៍មួយដ៏គួរឲ្យទាក់ទាញនារដូវវស្សាក៏ដូចជារដូវប្រាំងសម្រាប់ពុកម៉ែបងប្អូនយើង